ស្វាគមន៍មកកាន់ Channel របស់នាងខ្ញុំនេះគឺជាដំណើរកម្សាន្តពីភ្នំពេញទៅក្រុងព្រះសីហនុជាមួយនឹងស្វាមីហើយនឹងក្រុមគ្រួសាររបស់នាងខ្ញុំដែលជិះម៉ូតូផ្ទាល់ពីភ្នំពេញទៅអញ្ចឹងវីដេអូយើងកាត់មកដល់ព្រះសីហនុតែម្ដងខ្លីៗចាមកដល់ក្រុងព្រះសីហនុភ្លាមគឺកូនបើទាំងពីរកាយឆាយតែម្ដងមិនបាច់ផ្លាស់កៅអៅទេគឺរត់លេងសប្បាយតែម្ដងម៉ែវានៅវាវល់ពេញហ្នឹងមើលតែវីដេអូជាក់ស្ដែងដឹងថាសប្បាយប៉ុណ្ណាជាពិសេសកូនបើបងរត់មកណាគេបានដេញសមុទ្រគេដេញតាមគេនៅចាស្ត្រីដែលពោចាយនេះគឺជាម្ដាយរបស់ខ្ញុំហើយកូនទូចនោះគឺជាក្មួយរបស់ខ្ញុំហើយបងដោយអានគឺជាបងប្រុសរបស់ខ្ញុំអញ្ចឹងគ្រួសារខ្ញុំមកដល់ភ្លាមគឺហត់ទឹកសមុទ្រតែម្ដងអត់មានចាំយូរទេព្រោះអីយើងជិះមកឆ្ងាយដែរចឹងវីដេអូយើងកាត់ចូលដល់ពេលយប់មកទៅមកឲ្យវិញឆ្ងាយច្រើនពេកសែនស្នេហ៍បុផាក្នុងព្រៃចាមិនពេលកម្មវិធីយើងរៀបចំគឺខ្ញុំមកមើលទឹកសមុទ្រលេងពេលយប់សិនចាទឹកសមុទ្រពេលយប់បោកនេះមកមើលទេសភាពមួយកូនបើចាទាំងភ្លឺទាំងយប់គឺកូនបើនៅតាមចុងជានិចចឹងវីដេអូនេះប្តីគាត់កំពុងតែជាចាដល់ប្តីគាត់សែរឿងអីទេគាត់កំពុងតែចូលតួចាកម្មវិធីពេលយប់យើងអត់មានអីច្រើនទេយើងធ្វើការជួបជុំបងប្អូនញ៉ាំអីជុំគ្នាពេលល្ងាចហើយនឹងច្រៀងរាំបដាចឹងបរិយាកាសយើងយប់ឡើងពិតជាសប្បាយរីករាយដោយសារអីយើងបានជួបជុំបងប្អូនជាមួយម៉ែជាមួយក្មួយគឺជាមួយបងចឹងខ្ញុំកំពុងតែដេកស្ដាប់ប្តីគាត់កំពុងតែច្រៀងឲ្យស្ដាប់ចឹងបន្តការស្ដាប់ចម្រៀងគាត់ថែមទៀតចាំមកច្រៀងដល់ម៉ោងម៉ាចាអញ្ចឹងបន្ទាប់ពីប្តីគាត់សែតហើយចូលដល់ប្រពន្ធសែតម្ដងមិញប្តីកំពុងតែច្រៀងប្រពន្ធឥឡូវមកចូលតួម្ដងប្តីសែតឥឡូវយើងសែតដែរមើលអស់មិនលុយកុំប៉ិនសែតតែឯងពេកអញ្ចឹងគេក៏សែតដែរប្តីច្រៀងទៅអត់ខ្វល់អញ្ចឹងដល់វគ្គស្វាមីម្ដងចាកូនបើតាមជាប់ជានិច្ចអញ្ចឹងដេកចាំហ្មងគឺឆ្កែរីលែកជាងមនុស្សទៀតចាវីដេអូយើងមានតែប៉ុណ្្នឹងឯងសម្រាប់ថ្ងៃស្អែកយើងបន្តដំណើរកម្សាន្តទៅគិរីរម្យអញ្ចឹងខ្ញុំនិងគ្រួសារមកលេងកំពង់សាមតែមួយថ្ងៃព្រឹកស្អែកឡើងទៅឈានជាតិគិរីរម្យលេងតម្ដងទៀតអរគុណច្រើនដែលតាមដានពីដើមរហូតដល់ចប់អញ្ចឹងបើចូលចិត្តវីដេអូខ្ញុំសូមជួយ Subscribe និង Like ផងណាអរគុណច្រើន